សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងគុជអមតៈធានីនៃឈុតភាគទី134បន្តទៀតដែលវីដេអូនេះរៀងវិញបន្តិចហើយសាច់រឿងគឺល្អមើលខ្លាំងមែនទែនដែលវីដេអូនេះធ្វើការនិយាយអំពីវ៉ាលីនត្រូវបានគេអូសទាញចូលទៅក្នុងគ្រោះថ្នាក់ដ៏ធំមួយដែលពេលនោះគឺបុព្វបុរសនៃគ្រួសារហ៊ុនបានដាក់បញ្ជាឲ្យបំផ្លាញនៅផ្កាយរ៉ាន់យិនចោលទាំងមូលវ៉ាលីនក៏ធ្វើសកម្មភាពដោយផ្ទាល់ថែមទាំងបានសម្លាប់នៅសមាជិកនៃបកហ៊ុនអមម្នាក់ថែមទៀតផងដូច្នេះកុំឲ្យខាតពេលយូរយើងចូលមកកាន់សាច់រឿងលម្អិតទាំងអស់គ្នាតែម្ដងបន្ទាប់ពីវ៉ាងលីនបានជួបជាមួយនឹងសុនតៃនៅឯផ្កាយរ៉ាន់យិនហើយនោះគាត់ក៏ស្វែងយល់តាក់ទងទៅនឹងដែនដីផ្កាយសម្ព័ន្ធយ៉ាងច្រើនផងដែរក្នុងពេលជាមួយគ្នានោះគាត់ក៏ត្រូវបានគេអូសទាញចូលទៅក្នុងគ្រោះថ្នាក់នៃការបំផ្លាញនៃត្រកូលកាលពី4000ឆ្នាំមុនបុព្វបុរសដែលឈានទៅដល់កម្រិតវ៉ាងឌីងគឺជាភាសាចិនទាំង3នៃគ្រួសារសុនគ្រួសាររ៉ានរួមជាមួយនឹងគ្រួសារចៅដែលពួកគេធ្លាប់រួមកម្លាំងគ្នាសម្លាប់នៃមនុស្សនៃត្រកូលហ៊ុនចោលតែមកដល់ពេលនេះពួកគេក៏ប្រឈមមុខជាមួយនឹងគំនុំនៃការសងសឹកពីគ្រួសារហ៊ុនផងដែរដែលគ្រួសារហ៊ុនចង់បំផ្លាញនៅត្រកូលនៃគ្រួសារទាំង3នៅឯផ្កាយរ៉ាន់យិនដោយគ្រួសារទាំង3បានឃើញអំពីកម្លាំងដ៏ខ្លាំងលើសលប់របស់វ៉ាងលិនក៏ពួកគេព្យាយាមអូសទាញវ៉ាងលិនដោយផ្ដល់ជាគ្រាប់ថ្នាំថ្នាក់ទី8ទៅឲ្យគាត់មួយគ្រាប់សង្ឃឹមថាវ៉ាងលិននឹងជួយការពារនៅភពរ៉ាន់យិនរបស់ខ្លួនពេលនោះបុព្វបុរសនៃត្រកូលសុនបានបញ្ជាឲ្យប្រើប្រាស់នៅថ្នាំទេពកម្រិតទី8ក្នុងការដេញថ្លៃនៅឯប៉មប៉ៅហឺwebsite ខ្លះគេហៅថាប៉មបញ្ចូលទ្រាំអញ្ចឹង website នីមួយៗគឺប្រែមិនដូចគ្នាទាំងស្រុងនោះទេហើយខ្ញុំក៏សូមអភ័យទោសទុកជាមុនផងដែរនេះចង់ហៅថាប៉មយ៉ាងម៉េចក៏បានដែរសរុបរួមវាជាប្រភេទនៃប៉មនៃការដាក់ដេញថ្លៃឬក៏ទិញលក់នៅរបស់នឹងឯងគោលបំណងគឺដើម្បីសាកចិត្តវ៉ាងលិនយោងទៅតាមកម្រិតនៃការវឹកហាត់របស់វ៉ាងលិនគាត់បានឃើញអំពីចេតនានៃបុព្វបុរសនៃគ្រួសារសុនភ្លាមតែម្ដងអញ្ចឹងទៅវ៉ាងលិនក៏បានទទួលនៅផ្លាកបញ្ជាដេញថ្លៃដើម្បីទៅកាន់ប៉មប៉ៅហូនោះដោយផ្ទាល់ការដេញថ្លៃនេះដែរវ៉ាងលិនប្រើប្រាស់តែត្បូងអមតៈសមុទ្រតែមួយប៉ុណ្ណោះក៏អាចឈ្នះនៅគ្រាប់ថ្នាំថ្នាក់ទី8បានយ៉ាងងាយស្រួលគាត់ក៏ដឹងច្បាស់ទៀតថាថ្នាំតែមួយគ្រាប់នេះគឺមិនគ្រប់ទាន់គ្រប់គ្រាន់នៅឡើយនោះទេដើម្បីឲ្យវ៉ាងលិននឹងជួយធ្វើអន្តរាគមន៍ជួយការពារនៅផ្កាយរ៉ាន់ជីនរបស់ពួកគេភ្លាមនោះបន្ទាប់ពីវ៉ាងលិនបានប្រើប្រាស់នៅត្បូងអមតៈសមុទ្រយ៉ាងច្រើនដែលសុនតៃផ្ដល់ឲ្យដើម្បីបង្កើនកម្លាំងរបស់គាត់ទៅកាន់កម្រិតវ៉ាន់ឌឹងពាក់កណ្ដាលពេលនោះគឺវ៉ាងលិនខ្វះតែមួយជំហានទៀតតែប៉ុណ្ណោះគឺគាត់អាចទម្លុះទៅកាន់វ៉ាងឌិនពាក់កណ្ដាលបានហើយដំបូងឡើយនោះគឺគាត់បានវាយប្រហារធ្វើឲ្យបុព្វបុរសកម្រិតវ៉ាន់ឌឹងនៃត្រកូលរ៉ានរងរបួសយ៉ាងធ្ងន់ធ្ងរបន្តមកទៀតគាត់ត្រូវតែប្រឈមមុខជាមួយនឹងពួកគេហើយក៏បាននិយាយគ្នាដោយផ្ទាល់ហើយពួកគេក៏មានផែនការដើម្បីអូសទាញវ៉ាងលិនជួយទៅកាន់ហេតុការណ៍ដែលធ្លាប់កើតឡើងកាលពី4ឆ្នាំមុនបុព្វបុរសនៃត្រកូលរ៉ានចាប់ផ្ដើមភ័យញ័រខ្លួនហើយព្យាយាមបញ្ចូលបកស្រាយទៅកាន់វ៉ាងលិនភ្លាមតែម្ដងដែលគាត់បាននិយាយថាបើសិនជាអ្នកចង់ទទួលបាននូវការការពារពីខ្ញុំចូលអ្នកបង្ហាញអំពីភាពស្មោះត្រង់ឲ្យបានគ្រប់គ្រាន់អ្វីដែលអ្នកបានបង្ហាញរហូតមកនេះគឺមិនទាន់គ្រប់គ្រាន់ឡើយនោះទេអញ្ចឹងទៅបុព្វបុរសនៃត្រកូលរ៉ានក៏បានសួរភ្លាមអំពីលក្ខខណ្ឌរបស់វ៉ាងលិនក៏បានឆ្លើយដោយមិនស្ទាក់ស្ទើរគាត់ចង់បាននៅត្បូងអមតៈសមុទ្រ 90% នៃត្រកូលរ៉ានគឺវាច្រើនខ្លាំងមែនទែនលក្ខណៈថាសឹងតែទាំងអស់ទៅហើយបុព្វបុរសនៃត្រកូលរ៉ាននឹងក៏នៅស្ងៀមហើយក៏ធ្វើការថ្លឹងថ្លែងអំពីផលចំណេញនិងការខាតបង់វ៉ាងលិនក៏បានបើកភ្នែកងើយទៅលើមេឃទៅរកភាពទទេស្អាតសម្លឹងទៅកាន់លំហហើយក៏បាននិយាយយ៉ាងស្ងប់ស្ងាត់ទៀតថាឆាប់ចេញមកខណៈពេលនោះក៏បុព្វបុរសពីររូបនៃត្រកូលពីផ្សេងទៀតក៏បានបង្ហាញខ្លួនគឺបុព្វបុរសនៃត្រកូលសុនដែលមានឈ្មោះថាសុនស៊ីហើយនិងអ្នកហ្វឹកហាត់ម្នាក់ទៀតដែលពួកគេបានឃើញដោយផ្ទាល់ថាវ៉ាងលិនបានធ្វើឲ្យបុព្វបុរសនៃត្រកូលរ៉ានរងរបួសយ៉ាងធ្ងន់ធ្ងរពួកគេមានការភ័យតក់ស្លុតជាខ្លាំងអញ្ចឹងខ្ញុំសូមបញ្ជាក់ថាត្រកូលនៃគ្រួសារទាំង3នៃផ្កាយរ៉ាន់យិនគឺការហ្វឹកហាត់គឺស្មើគ្នាទាំងអស់តែយ៉ាងណាក៏ដោយនៅតែមិនអាចយកឈ្នះវ៉ាងលិនបាននោះទេទោះបីជាការហ្វឹកហាត់របស់វ៉ាងលិនទាបជាងពួកគេក៏ដោយវ៉ាងលិនក៏បានដាក់លក្ខខណ្ឌភ្លាមតែម្ដងចំពោះត្រកូលនៃគ្រួសារសុនវិញគឺសុនស៊ីត្រូវតែបកគលនៅត្បូងអមតៈសមុទ្រនៃគ្រួសាររបស់ពួកគេឲ្យវ៉ាងលិនដល់ទៅ 70% ហើយគ្រួសារមួយទៀតគឺត្រូវតែបកគលដល់ទៅ 90% ផងដែរអញ្ចឹងសាច់រឿងកន្លែងហ្នឹងគឺគេអត់បានបញ្ជាក់គ្រួសារមួយទៀតអាចជាសម្ដៅទៅលើគ្រួសារចៅព្រោះថានៅក្នុងដែនផ្កាយរ៉ាន់យិនគឺមាននៅគ្រួសារធំ3គឺគ្រួសារសុនគ្រួសាររ៉ានហើយនិងគ្រួសារចៅអញ្ចឹងខ្ញុំយកទៅតាមសាច់រឿងរបស់គេដែលបើសិនជាមានការខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានបានគេបកប្រែឲ្យស្រាប់មិនត្រឹមតែប៉ុណ្្នឹងវ៉ាងលិនក៏បានបង្ខំឲ្យពួកគេនឹងប្រកល់នៅ
វត្ថុបុរាណដែលគ្រួសារទាំង3ធ្លាប់សម្លាប់គ្រួសារហ៊ួនកាលពី4ឆ្នាំមុនបកគលមកឲ្យគាត់ទាំងអស់បើសិនជាពួកគេមិនយល់ព្រមជាមួយនឹងសំណើមួយនេះទេវ៉ាងលិននឹងដកខ្លួនចេញតែម្ដងប្រឈមមុខនឹងការគំរាមកំហែងដ៏សាហាវនៃត្រកូលហ៊ួនគ្រួសារទាំង3ក៏មិនមានជំរឿអ្វីនោះដែរបន្ទាប់ពីស្ទាក់ស្ទើរយ៉ាងយូរបុព្វបុរសនៃគ្រួសាររ៉ានក៏បានខំថ្មិញក៏បានតបទៅកាន់វ៉ាងលិនភ្លាមៗគាត់យល់ព្រមចំណែកសុនស៊ីហើយនឹងអ្នកហ្វឹកខានម្នាក់ទៀតក៏ងក់ក្បាលផងដែរពួកគេព្រមប្រកល់នៅកូចអមតៈសមុទ្រដែលបានព្រមព្រៀងជាមួយនឹងវ៉ាងលិនក្នុងពេលនោះភ្លាមតែម្ដងរួមជាមួយនឹងវត្ថុបុរាណនៃគ្រួសារហ៊ូនដែលពួកគេបានយកមកកាលពី4ឆ្នាំមុនអញ្ចឹងរបស់របរបន្ទាប់ពី4ឆ្នាំនោះវាលែងជាកំណប់ទ្រាំតទៅទៀតហើយប៉ុន្តែវាគឺជាអាវុធដ៏កាយសាហាវដែលព្យួរនៅលើក្បាលរបស់ពួកគេបន្ទាប់ពីប្រមូលនៅរបស់របរគ្រប់គ្រាន់ហើយវ៉ាងលិនក៏បានងាកទៅហើយចាក់ចែងបន្សល់នៅប្រយោគមួយថាកុំរំខានគាត់ឲ្យសោះលុះត្រាតែដល់ពេលចាំបាច់តែប៉ុណ្ណោះពេលដែលត្រកូលហ៊ូនមកដល់គាត់នឹងធ្វើសកម្មភាពភ្លាមទោះបីជាអ្នកទាំង3មានអារម្មណ៍ថារៀងធូរស្រាលមួយរយៈពេលខ្លីក៏ដោយក៏ពួកគេនៅតែព្រួយបារម្ភខ្លាចតែវ៉ាងលិននឹងលួចចាក់ចេញពីផ្កាយរ៉ាន់ជីនដោយស្ងាត់អ្នកខ្លះក៏ហៅថារ៉ាន់យុនទន្ទឹមនឹងនេះដែរនៅភាគខាងត្បូងនៃផ្កាយបំភាន់1000នៅក្នុងលំនៅឋាននៃបុព្វបុរសនៃត្រកូលហ៊ួនអញ្ចឹងត្រកូលហ៊ួនស្ថិតនៅក្នុងផ្កាយមួយទៀតផ្កាយគឺស្មើទៅនឹងភពផ្កាយនៃត្រកូលហ៊ួនដែលស្នាក់នៅគេហៅថាផ្កាយបំភាន់1000នៅឯតំបន់ខាងត្បូងបរិមម្នាក់មានឈ្មោះថាហ៊ួនហ្វឹងសិនដែលបានឈរគោរពនៅចំពោះមុខបុព្វបុរសរបស់ហ៊ួនដែលវាទើបតែត្រឡប់មកពីដែនផ្កាយសម្ព័ន្ធបរិចំណាក់ក៏បានសួរដោយចិត្តជាដោយសួរថាហេតុអ្វីបានជាការបាត់ខ្លួនរបស់សមាជិកត្រកូលហ៊ួនកាលពី4ឆ្នាំមុនទើបតែត្រូវបានដោះស្រាយឥឡូវនេះហ៊ុនហ្វឹងសឹងក៏បានបញ្យល់ថាមានសមាជិកនៃសាខាច្រើនពេកទើបមិនអាចស៊ើបអង្កេតឲ្យបានហ្មត់ចត់បន្ទាប់មកបរិចំណាក៏បានបញ្ជាឲ្យបោះសម្អាតនៅផ្កាយរ៉ាន់យិនត្រូវតែដោះស្រាយដោយអ្នកការពារនៃត្រកូលហ៊ុនរបស់ពួកគេដែលនាងត្រូវជាកូនស្រីចិញ្ចឹមរបស់គាត់ដែលមិនមែនជាសាច់ឈាមបង្កើតនៃត្រកូលហ៊ុននោះទេអ្នកនោះមានឈ្មោះថាលីវម៉ៃបញ្ជានាងត្រូវតែសម្លាប់នៅអ្នកពាក់ព័ន្ធនៃគ្រួសារទាំង3ដើម្បីបង្កើតនៅអំណាចរបស់នាងត្រឡប់មកវិញបន្ទាប់ពីចាក់ចែងរបស់ហ៊ុនហ្វឹងសិនដែលពោពេញទៅដោយភាពមិនពេញចិត្តលក្ខណៈថាចំណែននឹងលីវម៉ៃជាខ្លាំងគាត់មានអារម្មណ៍ថាបុព្វបុរសរបស់គាត់ដូចជាពេញចិត្តអ្នកក្រៅច្រើនជាងខ្លួនថែមទាំងនឹងប្រកល់នៅត្រកូលហ៊ុននេះទៅឲ្យនាងថែមទៀតដើម្បីបន្តដំណើររបស់គាត់ពីថ្ងៃក្រោយមកនៅក្នុងពន្លាឬក៏សំណាក់របស់លីម៉ៃនេះក៏បានប្រកល់នៅភារកិច្ចនេះទៅឲ្យគ្រូសាហ៊ុនម្នាក់ទៀតមានឈ្មោះថាហ៊ុនដងបានឈានទៅដល់វ៉ាងឌិនពាក់កណ្ដាលនៃចំណុចកំពូលអញ្ចឹងវាខ្ពស់ជាងវ៉ាងលិនទៅទៀតវាក៏ទទួលបាននូវកោតសរសើរយ៉ាងខ្លាំងពីលីម៉ៃផងដែរដែលហ៊ុនដងបានវឹកហាត់មកកាន់ដំណាក់កាលមួយនេះហ៊ុនដងក៏បានធានានៃជ័យជំនះនេះភ្លាមតែម្ដងដោយសន្យាថានឹងមិនធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់អ្នកនាងនោះឡើយនៅក្នុងខ្សែភ្នែករបស់ហ៊ុនដងអ្នកដែលខ្លាំងបំផុតនៅឯកាយរ៉ាន់យិនគឺមានតែបុព្វបុរសនៃគ្រួសាររ៉ានតែប៉ុណ្ណោះដែលការហ្វឹកហាត់របស់គាត់ស្ថិតនៅក្នុងកម្រិតដូចគ្នារបស់ហ៊ុនដងក៏ប៉ុន្តែមិនអាចយកឈ្នះហ៊ុនដងបាននោះទេដោយសារតែហ៊ុនដងគឺឈានទៅដល់កម្រិតចុងក្រោយនៅកន្លែងផ្សេងទៀតវ៉ាងលិនបានចំណាយពេលស្វែងយល់អំពីតាវរបស់ខ្លួនគឺចេតនានៃផលកម្មនៃការស្លាប់រស់របស់គាត់បានបញ្ចូលគ្នាយូរណាស់មកហើយជាមួយនឹងវិញ្ញាណដំបងរបស់ខ្លួនប៉ុន្តែពេលនេះគាត់នៅតែមិនយល់អំពីផលកម្មស្លាប់រស់បានដដែលតាវនីតិខៈរដូវលឿងដែលគាត់ធ្លាប់យល់ពីមុនគ្រាន់តែជាផ្នែកមួយនៃតាវស្លាប់តែប៉ុណ្ណោះនេះគឺជាឈ្មោះនៃវិជាគុណពាក្យថាយល់គឺមានន័យថារៀនការស្វែងយល់មានន័យថារៀនការយល់មានន័យថាគាត់រៀនចេះហើយអញ្ចឹងកន្លែងនេះបើសិនជាខ្ញុំនិយាយទៅក៏ខុសខាងណាក៏សូមអធិស្ឋានផងក៏ប៉ុន្តែគាត់នៅខ្វះខាតមួយគឺការស្វែងយល់អំពីផ្លូវនៃជីវិតឬក៏តាវនៃជីវិតដោយសារតែហេតុផលទាំងអស់នេះដែលធ្វើឲ្យទោះបីជាគាត់មាននៅធម្មពលអមតៈគ្រប់គ្រាន់ក៏ដោយក៏វ៉ាងលិនក៏មិនអាចទម្លុះទៅកាន់វ៉ាងឌិងពាក់កណ្ដាលបានដែរនៅពេលដែលវ៉ាងលិនត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញគាត់ក៏បានយកនៅវត្ថុបុរាណនៃគ្រួសារហ៊ុនចេញមកទាំងអស់ក្រៅពីគ្រាប់ថ្នាំថ្នាក់ទី8គឺមាននៅធុវេទមន្ត2ទៀតមួយគឺជាត្បូងថ្មហើយមួយទៀតនោះគឺជាផ្លាកបញ្ជាអត្តសញ្ញាណកំណប់មួយគឺជាវត្ថុទឹកអមតៈខ្លាំងៗដែលមានឥទ្ធិពលឈ្មោះវាហៅថាសនិតខ្មៅនិងមួយទៀតគឺជាថ្មភ្លើងពណ៌មាសស្វាយដែលបង្កើតឡើងដោយធម្មជាតិវាគឺជាវត្ថុចម្រាញ់ដ៏កម្របំផុត
ដើមឡើយផ្លាកបញ្ជាអត្តសញ្ញាណវាហាក់បីដូចជាមើលទៅធម្មតាតែវ៉ាងលិនមានអារម្មណ៍ថាដូចជាមានអ្វីខុសប្រក្រតីនៅក្នុងនោះដោយប្រើប្រាស់នូវការគ្រប់គ្រងរបស់គាត់ទៅលើការពិតនៃយិនយ៉ាងតាមរយៈអ្នកការពារអមតៈក៏បានរកឃើញនូវសមត្ថភាពទេពមួយដែលភ្ជាប់ទៅនឹងព្រលឹងជីវិតរបស់អ្នកដែលស្ថិតនៅក្នុងនោះមានន័យថាតកូលហ៊ួនបានដឹងជាយូរណាស់មកហើយថាសមាជិកនោះបានស្លាប់ទៅហើយបន្ទាប់មកវ៉ាងលិនក៏បានធ្វើការពិនិត្យទៅលើបន្ទះថ្មគុញដែលសូម្បីតែបុព្វបុរសនៃគ្រួសារទាំង3ក៏មិនហ៊ានស៊ើបអង្កេតដល់វិញ្ញាណទេពរបស់ពួកគេផងមានតែវ៉ាងលិនតែប៉ុណ្ណោះទីបំផុតគាត់ក៏បានរកឃើញនៅខ្លឹមសាររបស់វាឬក៏អ៊ីសែនដែលផ្ទុកនៅក្នុងនោះវាត្រូវបានកត់ត្រាដោយវិជាគុណស្នូលនៃត្រកូលហ៊ួនតែបេះដូងគ្មានន័យរាប់ពាន់នេះគឺជាឈ្មោះនៃវិជាគុណតែអ្វីដែលធ្វើវ៉ាងលិនភ្ជាប់អាលនោះគឺមាននៅព័ត៌មានសំខាន់មួយទៀតគឺជាសរសៃរ៉ែនៃអណ្ដាតភ្លើងដែលវាស្ថិតនៅឯផ្កាយយិនសៀសូម្បីតែថ្មភ្លើងមីស្វាយនោះក៏មកពីសរសៃឈាមនោះដែរភ្នែកវ៉ាងលិនក៏មានពន្លឺឡើងអង្កាំដែលគួរខ្លាចរបស់គាត់ខ្វះនៅលក់ធាតុដើម្បីសម្រេចផងអញ្ចឹងគាត់គិតថាសរសៃរ៉ែទាំងអស់នោះគឺជាការល្អសម្រាប់ការចម្រាញ់នៃអង្កាំរបស់ខ្លួននៅពេលដែលអង្កាំទទួលស្គាល់វ៉ាងលិនជាម្ចាស់សមត្ថភាពទេពពិតរបស់វាក៏ត្រូវបានដោះសោចេញពីខែលការពារហើយវ៉ាងលិនក៏បាននិយាយដោយភាពជឿជាក់ទៀតថាអ្នកណាក៏ដោយឲ្យតែហ៊ានប្រណាំងវិជ័យជាមួយនឹងគាត់ដណ្ដើមនៅសរសៃរ៉ែជាមួយនឹងគាត់ត្រូវតែស្លាប់វ៉ាងលិនទទួលបាននៅផែនទីយ៉ាងពេញលេញនៃដែនផ្កាយយិនសៀ204ថារួមជាមួយនឹងទីតាំងនៃផ្កាយយិនសៀផងដែរអញ្ចឹងភពនេះដែរនៅសល់តែប្រហែលខែទៀតតែប៉ុណ្ណោះភាពស្ងាត់ចងំក៏បានពោពេញទៅដោយផ្សែងពុលដ៏សាហាវវ៉ាងលិនក៏បានរៀបចំខ្លួនដើម្បីចាក់ចេញទៅតែត្រៀមនឹងចាក់ចេញទៅហើយនៅគណៈពេលនោះក៏ត្រូវបានបញ្ឈប់ដោយបុព្វបុរសនៃគ្រួសារទាំង3ពួកគេមានការសង្ស័យគិតថាវ៉ាងលិននឹងយកនៅគុយអមតៈសមុទ្រនោះរត់គេចខ្លួនពួកគេក៏បាននិយាយជាមួយនឹងវ៉ាងលិនដោយផ្ទាល់តែវ៉ាងលិនក៏តបទៅវិញថាខ្ញុំនឹងត្រឡប់មកវិញតាមពាក្យសន្យារបស់ខ្លួនគឺរយៈពេល2ទៅ3ខែឬក៏យូរបំផុត1ឆ្នាំបន្ទាប់ពីចាក់ចេញទៅពួកគេក៏បានងើយមុខឡើងសម្លឹងមើលពីចម្ងាយជាពេលកន្លងផុតទៅហ៊ុនដងក៏បានមកដល់ដោយវាបានជិះលើត្រីវិស័យផ្កាយមកកាន់ផ្កាយរ៉ាន់ជីនយ៉ាងក្អើតក្ទមញៀនទេពរួមជាមួយនឹងធម្មពលអមតៈរបស់វាក៏បានរីករាលដាលដែលគ្មានណារារាំងនៅសម្លេងរបស់វានោះទេបន្លឺឡើងពីពេញផ្កាយរ៉ាន់ជីនដូចជាផ្គរលាន់វាថាវាគឺជាអ្នកការពារទី2នៃត្រកូលហ៊ួនជាងតម្រាំតែអ្នកការពារខ្លាំងប៉ុណ្ណឹងហើយជិះតម្រាំទៅបុព្វបុរសរបស់វាខ្លាំងប៉ុណ្ណាទៀតទៅអ្នកហ្វឹកហាត់ឈានទៅដល់កម្រិតវ៉ាន់ឌីងនៃផ្កាយរ៉ាន់ជីនក៏បានចេញមកគ្រប់គ្នាពេលនោះរលកនៃធម្មពលយ៉ាងខ្លាំងក៏ធ្វើឲ្យអ្នកហ្វឹកហាត់រំមិនអស់រងរបួសយ៉ាងធ្ងន់ធ្ងររបស់ហ៊ុនដងបុព្វបុរសទាំង3ក៏ប្រែទៅជាស្លេកស្លាំងញ័រខ្លួនដោយអស់សង្ឃឹមដែលពួកគេផ្ញើនៅក្តីសង្ឃឹមទៅលើវ៉ាងលិនអស់ទៅហើយតែពេលនេះវ៉ាងលិននៅតែមិនទាន់បង្ហាញខ្លួនទៀតថែមទាំងបានយកប្រាក់របស់ពួកគេទៅអស់រលីងថាសន្យាថានឹងដោះស្រាយនៅគ្រោះមហន្តរាយនេះឲ្យពួកគេផងដែរញៀនទេពរបស់ហ៊ុនដងក៏បានផ្ទុះឡើងដូចជាគោលាន់បាញ់ឡើងទៅលើមេឃសម្លេងមកក៏បានស្រែកឡើងឲ្យពួកគេឆាប់រត់ទៅសូរនៅសម្លេងឮដូចឆ្នេរបន្ទោលហ៊ុនដងទើបតែមកកាន់នៅផ្កាយមួយនេះក៏រងនឹងការវិបាកយ៉ាងខ្លាំងហើយគាត់ក៏បានក្រហមឡើងចាប់ផ្ដើមដំណើរការនៃញៀនទេពរបស់គាត់នៃចេតនាដែកហ្វាលិនវិបហាទៅលើហ៊ុនដងដោយបញ្ចេញនៅម្រាមដៃនៃភ្នែកបន្ទោលដ៏សាហាវបំបែកនៃដាវមាសដែលហ៊ុនដងបានកោះហៅមកត្រូវបានបំផ្លាញភ្លាមទន្ទះនោះបានបំបុកចំរាងកាយរបស់ហ៊ុនដងជាខ្លាំងហ៊ុនដងរងរបួសយ៉ាងធ្ងន់ធ្ងរក្អួតឈាមចេញមកខាងក្រៅរាងកាយចំណែកព្រលឹងដៃរបស់ខ្លួនក៏រងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែរន្ទះរបស់វ៉ាងលិនដូចគ្នាផងដែររសល់តែស្មារតីមួយតែប៉ុណ្ណោះចង់រត់គេចខ្លួនខណៈពេលនោះគឺវាចង់រត់ចូលទៅក្នុងលំហបោកនៅផ្លូវ teleport មួយវ៉ាងលិនក៏បានបញ្ចេញនៅទម្រង់នៃដាវទាំង7ដែលបង្កើតឡើងដោយស្ដេចដាវលីងធានហួរពន្លឺទាំង7ក៏បានជ្រៀកហែកមែងគឺចាប់អូសហ៊ុនដងចេញពីលំហនោះត្រឡប់មកវិញកម្លាំងយ៉ាងខ្លាំងក៏បានរាងកាយទាំងមូលចរណាមួយក៏ត្រូវបំផ្លាញដោយពន្លឺដាវរបស់វ៉ាងលិនជាងបញ្ចប់ហ៊ុនដងក៏ត្រូវបានចាប់ខ្លួនសល់តែ2-3ដង្ហើមទៀតតែប៉ុណ្ណោះវានឹងស្លាប់តែម្ដងចំណែកបុព្វបុរសទាំង3នៃផ្កាយរ៉ាន់ជីនក៏បានឃើញអំពីឈុតឆាកនេះពួកគេបានត្រឹមតែបោកភ្នែកឲ្យដកដង្ហើមធំដែលពោពេញទៅដោយភាពភ័យខ្លាចពួកគេក៏បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ទៀតថាក្នុងមួយជីវិតនេះពួកគេមិនអាចធ្វើជាសត្រូវរបស់វ៉ាងលិនឡើយសូម្បីតែបន្ទាប់ពីហ៊ុនដងត្រូវបានចាប់ខ្លួនវានៅតែព្យាយាមគំរាមកំហែងទៅកាន់ពួកគេដដែលជាមួយនឹងគ្រួសារហ៊ុន
អញ្ចឹងទៅគ្រួសារទាំង3ក៏បានលាតត្រដាងនៅការពិតនៃភាពចុងខ្នងរបស់ពួកគេដែលបានសម្លាប់នៅសមាជិកនៃគ្រួសារហ៊ុនកាលពី4ឆ្នាំមុនអញ្ចឹងគ្រួសារទាំង3ក៏មិនសូវជាល្អប្រមាណដែរដែលហ៊ុនដុំបញ្ជាក់ទៀតថាពូជពងនៃត្រកូលទាំង3នឹងត្រូវបញ្ចប់នៅថ្ងៃណាមួយអញ្ចឹងភាពស្ទាក់ស្ទើរព្រោះតែភាពភ័យខ្លាចនៃគ្រួសារទាំង3ក៏បានប្រែក្លាយទៅជាការតាំងចិត្តយ៉ាងរឹងមាំដើម្បីប្រឆាំងជាមួយនឹងគ្រួសារហ៊ុនហើយពួកគេក៏សុំឲ្យវ៉ាងលីនបកលនៅហ៊ុនដុំមកឲ្យគាត់ដើម្បីសម្លាប់វាចោលវ៉ាងលីនក៏បានយល់ព្រមតែវ៉ាងលីនពេលនោះក៏បានបិទនៅព្រលឹងដើមរបស់វាមិនឲ្យរត់គេចទៅណាបាននោះទេហ៊ុនដុំក៏បានស្រែកទៀតថាបើសិនជាឯងសម្លាប់ជើងហ៊ុនមីនឹងមិនអនុញ្ញាតឲ្យឯងមានជីវិតតទៅទៀតនោះទេដោយវាបញ្ជាក់ប្រាប់ទៀតថាហ៊ុនមីគឺជាសិស្សតែម្នាក់គត់របស់បវរៈនៃគ្រួសារហ៊ុនហើយនឹងក្លាយទៅជាអ្នកស្នងតំណែងទៅថ្ងៃខាងមុខនៃតកូលហ៊ុនផងដែរវ៉ាងលីនស្រាប់តែឈប់ភ្លាមហើយក៏បានងាកមកវិញយឺតសួរវាទៀតថាតើឈ្មោះដើមរបស់ហ៊ុនមីគឺជាណាហ៊ុនតុងក៏បានសើចហើយក៏បានប្រាប់ទៀតថាលុះត្រាតែឯងដោះលែងយើងតែប៉ុណ្ណោះវ៉ាងលីនក៏បានជ្រួញចិញ្ចាមបន្តិចលូកដៃចូលទៅតាមលំហក៏បានចាប់ទាញនៅព្រលឹងរបស់ហ៊ុនដុងដោយផ្ទាល់ដោយដាក់បាតដៃយ៉ាងធំមុននៅពីលើក្បាលរបស់វាគាត់នឹងប្រើប្រាស់នៃធម្មពលនៃអ្នកការពារអមតៈដើម្បីស្វែងរកនៅព្រលឹងរបស់វាបញ្ជាខ្លីគេហៅថាស្វែងរកនៅការចងចាំនៅពេលនោះគាត់ក៏បានរកឃើញនៅបំណែកនៃការចងចាំទឹកមុខរបស់វ៉ាងលីនក៏កាន់តែងងឹតឡើងបន្តិចម្ដងទីបំផុតគាត់ក៏បានរកឃើញថាហ៊ុនមីគឺគ្មាននរណាក្រៅពីលីវមីនោះទេគឺជាមនុស្សដែលមកពីបក្សីក្រហមនឹងឯងភពបក្សីក្រហមបន្ទាប់ពីកំទេចនៃរាងកាយរបស់ហ៊ុនដងហើយវ៉ាងលីក៏បានបោះនៅព្រលឹងដើមរបស់វាចូលទៅក្នុងទង់ព្រលឹងរបស់ខ្លួនបុព្វបុរសទាំង3ក៏បានឈរមើលយ៉ាងស្ងៀមស្ងាត់ដោយមិននិយាយអ្វីទាំងអស់ក្រោយមកវ៉ាងលីក៏បានបោះជំហានឡើងទៅលើអាកាសដោយជាលើត្រីវិស័យផ្កាយរបស់គាត់ឆ្ពោះទៅកាន់ផ្កាយយីនសៀវ៉ាងលីក៏បាននិយាយដោយស្ងៀមស្ងាត់បើសិនជាលីមីដឹងអំពីសមត្ថភាពរបស់ខ្លួននាងអាចជារស់នៅយ៉ាងមានសន្តិភាពក៏ប៉ុន្តែបើសិនជានាងប្រព្រឹត្តដូចពេលដែលនាងនៅលើភពបក្សីក្រហមវ៉ាងលីននឹងសម្លាប់នាងដោយមិនស្ទាក់ស្ទើរនោះទេចំពោះបុព្វបុរសនៃត្រកូលហ៊ុនវិញគាត់មិនចាំបាច់ប្រយុទ្ធដល់ស្លាប់រស់នោះឡើយគ្រាន់តែយកឈ្នះវាទៅគឺវាព្រមចុះចាញ់តែខ្លួនឯងបើសិនជាហ៊ានបង្ខំវ៉ាងលីនในการតែខ្លាំងគាត់នឹងសម្លាប់សមាជិកនៃត្រកូលហ៊ុនចោលទាំងអស់ពលឺមួយនៅក្នុងកាយភ្នែករបស់គាត់ក៏បានលេចឡើងក្នុងគូក្បាលរបស់វ៉ាងលីនពេលនេះគឺត្រូវតែស្វែងរកនៅសរសៃរ៉ែតែប៉ុណ្ណោះនៅឯភពអជាស្រ័យបាទគឺផ្កាយយីនសៀឈ្មោះពេញគេហៅថាសរសៃរ៉ែភ្លើងមាសស្វាយហើយអ្នកណាដែលរៀងគាត់នោះគឺត្រូវតែស្លាប់ទាំងអស់ក្នុងរយៈពេល1ខែនៃការដំណើរការរបស់វ៉ាងលីនដំណឹងនៃការស្លាប់របស់ហ៊ុនដងក៏បានលេចលឺទៅដល់តកូលហ៊ុនពួកគេក៏បានធ្លាក់ចូលទៅក្នុងភាពចលាចលដែលធ្វើឲ្យបុព្វបុរសហ៊ុនខឹងសម្បាយ៉ាងខ្លាំងគាត់ក៏បានសម្រេចចិត្តថានឹងធ្វើពិធីផ្លាស់ប្ដូរនៅខ្សែឈាមរបស់លីវមីមានន័យថាផ្លាស់ប្ដូរឈាមរបស់នាងទៅជាតកូលនៃហ៊ុននឹងតែម្ដងហើយបញ្ហាដើម្បីបញ្ចប់សង្គ្រាមនេះគឺជាអ្នកគាត់នឹងបកគលទៅឲ្យលីវមីជាអ្នកដោះស្រាយដំណឹងនៃការស្លាប់របស់ហ៊ុនដងដែលធ្វើឲ្យលីវមីគឺសម្ដែងនៅទុកមុខក្រៀមក្រំនាងក៏មានការខូចចិត្តយ៉ាងខ្លាំងនាងក៏មានអារម្មណ៍ថាអន់ចិត្តខ្លាំងដែរដែលធ្វើឲ្យបុព្វបុរសនៃគ្រួសារហ៊ុនខកចិត្តបុព្វបុរសនោះក៏បានទៅពីក្រោយខ្នងនាងជ្រួញចិញ្ចាមបន្តិចយើងក៏លេចមកមើលវ៉ាងលីនវិញម្ដងក៏បានមកដល់ផ្កាយយីនសៀខណៈពេលនោះអារម្មណ៍ទេពរបស់គាត់ក៏បានស្វែងរកឃើញនៅសរសៃឈាមរ៉ែសំឡេងក្រហមធ្វើឲ្យរំជួយពេញពិភពបន្លឺឡើងពីចម្ងាយពពកក្រហមមួយក៏បានបំភ្លឺនៅភពងងឹតក៏បានស្ទុះមករកគាត់នៅលើពពកនោះដែរគឺមាននៅសត្វដ៏កាយសាហាវដ៏ធំមួយដងខ្លួនរបស់វាគឺមានចម្ងាយរាប់ពាន់ម៉ែត្រឯណោះជើងរបស់វាដូចជាជើងនាគបន្តិចជើងពស់បន្តិចគ្របដណ្ដប់ដោយសរសៃយ៉ាងច្រើនចលនាធម្មតារបស់វាបង្កើតទៅជាអាពុលពីពេញមេឃទឹកមុខរបស់វ៉ាងលីនក៏បានផ្លាស់ប្ដូរគាត់ហៅនោះថាវ៉ាងយូហើយវ៉ាងលីនក៏បាននឹកឃើញទៅដល់ការចងចាំរបស់អតិថិបុរាណទូស៊ីវ៉ាងយូគឺជាសត្វប៉ារ៉ាស៊ីតមួយនៅក្នុងទឹកដីអតិថិបុរាណនៅពេលដែលអតិថិបុរាណកាន់តែរឹងមាំវ៉ាងយូក៏រឹងមាំដូចគ្នាក៏ប៉ុន្តែនៅពេលដែលអតិថិបុរាណស្លាប់ទៅវាក៏អាចមានឱកាសតិចតួចដើម្បីរត់គេចខ្លួនចេញពីទីនោះបានដែរដោយម្នាក់ស្ទើរវ៉ាងលីនក៏បានជីកកកាយចូលទៅក្នុងដីដែលប្រេះទៅមកក៏បានលាក់ខ្លួននៅផ្នែកខាងក្រោមកំឡុងពេលសម្លឹងមើលនៅច្រកវ៉ាងយូនៅលើក្បាលនៃពលឺចម្លែកមួយក៏បានភ្លឺឡើងក្នុងកាយភ្នែករបស់គាត់វ៉ាងលីនមានការសង្ស័យតែអាចទេគឺមាននៅសាកសពនៃអតិថិបុរាណនៅលើភពនៅលើផ្កាយយីនសៀមួយនេះប៉ុន្តែបើសិនជារឿងនោះគឺជាការពិតមែនហេតុអីបានជាអ្នកហ្វឹកហាត់ជាច្រើនដែលមើលរំលងនៃឱកាសទាំងអស់នេះវ៉ាងលីននៅតែបន្តលាក់ខ្លួនយ៉ាងជ្រៅនៅទីនោះគឺឆ្ងាយពីដែនដីផ្កាយសម្ព័ន្ធទៅទៀតនៅលើភពនៃការហ្វឹកហាត់ធម្មតាមួយ
ព្រះចាស៊ីទូណានកំពុងត្រូវបានស្ត្រីពីរនាក់សម្លៀកបំពាក់ចម្រុះពណ៌ដេញវាយប្រហារគាត់បានរត់គេចខ្លួនក្នុងស្ថានភាពយ៉ាងវេទនាដោយស្រែកគំរាមពួកគេទៀតថាបើពួកឯងនៅតែបន្តបង្ខំយើងនឹងចានៅរឿងអាស្រូវរបស់មេដឹកនាំរបស់ពួកឯងនៅលើ Slipchat អាយុ100,000 ឆ្នាំនេះហើយនឹងផ្សព្វផ្សាយវាទៅកាន់សម្ព័ន្ធអ្នកហ្វឹកហាត់ដទៃទៀតដែលបានដឹងឮស្ត្រីទាំងពីររូបនោះក៏បានរួមកម្លាំងគ្នាក៏បានកោះហៅនៅខ្មោចនៃបាក់របស់ពួកគេចេញមកពួកគេក៏បានបង្រួមនៅផ្ទៃមេតែមួយពេលនោះស៊ីទូណានស្ទើរតែរត់គេចខ្លួនមិនបានថែមទាំងរងរបួសយ៉ាងធ្ងន់ធ្ងរក្អួតឈាមចេញមកខាងក្រៅភ្នែកក្រហមដូចជាឈាមគាត់រត់យ៉ាងវេទនាជាទីបំផុតត្រូវគេវាយប្រហារយ៉ាងព្រៃផ្សៃហើយគាត់ក៏បានស្អប់ស្បាយទៀតថាលើកនេះគាត់នឹងលាក់ខ្លួនលុះត្រាតែគាត់ឈានទៅដល់កម្រិតដែនដីជាភាសាចិនមួយគេហៅថាដែនដីគុយនីដល់ពេលនោះគាត់នឹងចេញមកវិញយើងក៏លេចទៅមើលផ្កាយបំភ័ណ្ឌ 1000 គឺស្ថិតនៅឯអាងព្រះច័ន្ទបំភ័ណ្ឌនៅប៉ែកខាងជើងវាជាទឹកដីហាមឃាត់នៃត្រកូលហ៊ួនបុព្វបុរសនៃត្រកូលហ៊ួនក៏បានបង្ហូរនៅទឹកចេញពីអាងទាំងអស់បន្ទាប់មកក៏បានបញ្ជាឲ្យសមាជិករាប់ម៉ឺននាក់បូជានៅលហិតរបស់ពួកគេគាត់ថែមទាំងអាចដៃរបស់ខ្លួនឯងបង្ហូរឈាមដើមរបស់ខ្លួនចូលទៅក្នុងអាងនោះថែមទៀតឈាមទាំងអស់ក៏បានរលាយចូលគ្នាគាត់មានបំណងមួយចង់កែប្រែនៅខ្សែឈាមដ៏បរិសុទ្ធនៃគ្រួសារហ៊ួនចូលទៅក្នុងរាងកាយរបស់លីវមីឡើងវិញលីវមីក៏បានបោះចំហៀនចូលទៅក្នុងថ្លុកឈាមនោះមួយខ្លួនចូលទៅក្នុងលោហិតយឺតពួកពេលបារក៏បានបង្កើតនៅត្រាមួយដោយប្រើប្រាស់នៅការហ្វឹកហាត់កម្រិតគុយនីវរបស់គាត់ដើម្បីធ្វើឲ្យវិជាគុណសម្ងាត់នោះដំណើរការគុយនីវជំហានទី2ទៀតបន្ទាប់មកក៏បានបញ្ចូលនៅវីតាមីនលោហិតនេះចូលទៅក្នុងខ្លួនប្រាណចំនួនឈាមរបស់នាងដើម្បីផ្លាស់ប្ដូរនៅឈាមដើមរបស់នាងផងដែរតែគាត់ស៊ូធ្វើការលះបង់នៅការហ្វឹកហាត់របស់ខ្លួនដើម្បីបញ្ចូលនៅធម្មពលអមតៈហើយនឹងចេតនាតាចូលទៅក្នុងវិញ្ញាណដើមរបស់លីវមីថែមទៀតរយៈពេលត្រឹមតែកន្លះធូកតែប៉ុណ្ណោះតែការហ្វឹកហាត់របស់លីវមីក៏បានហក់ឡើងឈានទៅដល់កម្រិតវ៉ាន់ឌីងដំណាក់កាលចុងក្រោយគឺធ្វើឲ្យសមាជិករាប់ម៉ឺនអ្នកនៃត្រកូលហ៊ួនមានការចំណែននិងលីវមីជាខ្លាំងទាំងដែលនាងគ្រាន់តែជាអ្នកដតីតែប៉ុណ្ណោះទន្ទឹមនឹងនេះដែរបុព្វបុរសនៃគ្រួសារហ៊ួនក៏ចាប់ផ្ដើមចុះខ្សោយជាខ្លាំងនឹងភាពចាស់ជរាហើយការហ្វឹកហាត់របស់គាត់ក៏បានធ្លាក់ចុះថែមទៀតមុនពេលដែលគាត់ចូលទៅហ្វឹកហាត់គាត់ក៏បានបញ្ជាក់ទៀតថាលីវមីត្រូវតែទៅកាន់ផ្កាយរ៉ានជីនហើយត្រូវតែឈ្នះនៅសមរភូមិមួយនេះនាងត្រូវតែបង្កើតនៅអំណាចរបស់នាងឲ្យបាននាងក៏ទទួលបញ្ជាឲ្យចាក់ចេញទៅតែម្នាក់ឯងនៅលើផ្កាយជីនសៀវិញម្ដងវ៉ាងលីនបន្ទាប់ពីឃើញអំពីកម្លាំងដ៏គួរខ្លាចរបស់វ៉ាងជីវដែលវាអាចប្រៀបធៀបជាមួយនឹងអ្នកហ្វឹកហាត់ជំហានទី2វ៉ាងលីនមិនហ៊ានទៅតទល់ជាមួយនឹងសាននោះទេគាត់ក៏បានចូលបន្តទៅខាងក្រោមដីដើម្បីស្វែងរកនៅសរសៃរ៉ែមិនយូរប៉ុន្មានគាត់ក៏បានរកឃើញតែសរសៃរ៉ែនោះគឺវាជាមាសដែលលាតសន្ធឹងរាប់ម៉ឺនលីគាត់ពិនិត្យមើលកាន់តែយូរកាន់តែច្រើនគឺគាត់មានអារម្មណ៍ថាដូចជាមិនសូវស្រួលព្រោះថាវាធំទៅវាមានរាងដូចជាសត្វចម្លែកអ្វីមួយយ៉ាងគាត់គិតថាមិនស្រួលនោះទេរូបរាងនេះរួមផ្សំជាមួយនឹងសរសៃរ៉ែគាត់គិតថានេះគឺជារាងកាយរបស់វ៉ាងជីវហើយលឿនក៏ភ្ញាក់ខ្លួនព្រឺតែម្ដងដោយគាត់ដឹងនៅការពិតថាកាយយិនសៀទាំងមូលនេះគឺជារាងកាយរបស់វ៉ាងជីវដែលកំពុងតែដេកតែប៉ុណ្ណោះហើយអ្វីគឺជាសរសៃរ៉ែនោះគឺជាឆ្អឹងរបស់វាបើសិនជាវ៉ាងលីនហ៊ានដកនៅឆ្អឹងនោះដោយមិនប្រុងប្រយ័ត្នគាត់នឹងធ្វើឲ្យវ៉ាងជីវភ្ញាក់ដឹងខ្លួនហើយគាត់នឹងត្រូវស្លាប់មិនខាននោះទេតែយ៉ាងណាវ៉ាងលីនក៏មិនបោះបង់នោះដែរគាត់ក៏រកឃើញនៅវិធីសាស្ត្រមួយអំពីការចងចាំរបស់អាទិទេពទូស៊ីគាត់មានកម្រងចម្រាញ់សារធាតុដើម្បីបង្កើតនៅស្មារតីពងភ័ណ្ឌនៃផ្លែអាសនៈផ្សំជាមួយនឹងត្រាអាទិទេពបុរាណនោះនឹងធ្វើឲ្យវាដេកលងលក់ទៅកាន់តែជ្រៅហើយគាត់ក៏មានការអាចដកនៅឆ្អឹងរបស់វ៉ាងយឺបានដែរក៏ប៉ុន្តែដោយសារតែពេលនេះគាត់ខ្វះនៅសម្ភារៈមួយចំនួនគាត់នឹងចាក់ចេញពីផ្កាយជីនសៀមួយរយៈសិនហើយគាត់នឹងត្រឡប់មកវិញនៅពេលក្រោយនៅពេលនោះដែរផ្កាយរ៉ានយិនក៏ត្រូវបានឃុំឃាំងដោយត្រាមួយរបស់ត្រកូលហ៊ួនបុព្វបុរសរ៉ានហើយនឹងគ្រូសាសុនរួមជាមួយនឹងអ្នកហ្វឹកហាត់ដទៃទៀតទាំងអស់សុទ្ធតែជាប់គាំងដោយភាពអស់សង្ឃឹមនៅក្នុងកាយរ៉ានយិនពួកគេមានការសោកស្ដាយជាខ្លាំងនៅភាពលោភលន់របស់ពួកគេកាលពី4ឆ្នាំមុនហើយពួកគេក៏មិនអន់ចិត្តចំពោះវ៉ាងលីនដែរទោះបីជាវ៉ាងលីនមិនត្រឡប់មកវិញក៏ដោយពួកគេត្រៀមខ្លួនដើម្បីដុតនៅព្រលឹងដើមរបស់ពួកគេហើយនឹងបញ្ចុតដល់ទីបញ្ចប់ជាមួយនឹងលីវមីរូបរាងពណ៌សមួយក៏បានបោះជំហានឆ្លងកាត់នៅលំហលីវមីក៏បានមកដល់ដោយនិយាយនៅពាក្យស្រាលទោះបីជាអារម្មណ៍នៃការចង់បញ្ចុតខ្លាំងក្លាយ៉ាងណាក៏ដោយព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់លីវមីបែរជាធ្វើឲ្យពួកគេទាំងអស់គ្នាចាប់ផ្ដើមលងស្នេហ៍នាងបន្តិចទៅការបង្ហាញខ្លួនរបស់លីវមីគឺនៅចុងនៃវីដេអូស្អីដឹងវិញយើងក៏ស្ដាយតែប៉ុណ្្នេះបើសិនជាមានការខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានផង